ផ្លែផ្កាច្រើនចាផ្លែផ្កាក្តឹបច្រើនអត់សូវផ្កាចូលអត់សូវមានផ្កាឈ្មោះខ្ញុំឈ្មោះឆាន់សកែខ្ញុំនៅខាងស្រុកជីក្រែងខ្ញុំបានដាំតសក់នេះព្រោះខ្ញុំធ្លាប់ដាំតពូជផ្សេងអត់សូវមានផលល្អដូចពូជនេះហើយវាអត់សូវមានផ្កាចូលដាំមកល្អទាំងម្ដងពូជតសក់ដែលបងឯដាំនេះជាពូជភាសាណាបងណាចាជាពូជភាសាក្រឹបពូជចេញថ្មីហើយពាក់ព័ន្ធទៅនឹងភាពធន់របស់វាបងឯយកឃើញថាបើវាធន់នឹងភ្លៀងបើក្រៅក៏ធន់ដែរតែវាបើភ្លៀងវាបានធន់បានច្រើនជាងកម្ដៅថ្ងៃយើងនិយាយទៅតសក់នេះយើងដាំបងឯចាប់ដើមដាក់កូននៅខែណាដាក់កូនខែម៉ានវិញឥឡូវខែ6សប្តាហ៍ទី1ព្រោះខ្ញុំបេះបាន3ថ្ងៃហើយវាដូច33ថ្ងៃនេះចឹងឡងពេលហ្នឹងគឺក្តៅខ្លាំងចាវាក្តៅខ្លាំងទៅវាធ្វើឲ្យតសក់វាអត់សូវល្អតែវាប៉ុណ្ណេះអាចទទួលយកបានចាហើយឥឡូវបានថ្លៃផងចាឥឡូវវារៀងថ្លៃបន្តិចតែមិនដឹងគេមិនអត់តែថ្លៃប៉ុណ្ណេះរហូតដល់លោកគ្រូចឹងចូលដល់លក្ខណៈពិសេសដែលបងយល់ឃើញពាក្យប៉ុណ្ណឹងភាពធន់ទិន្នផលយល់ឃើញតែមិនពូជថ្មីនេះទិន្នផលវាល្អខ្ពស់វាបេះទៅវាឡើងគីឡូបានគ្រឿនចាវាផ្លែល្អអត់ទៅផ្លែផ្កាច្រើនចាផ្លែផ្កាក្តឹបច្រើនអត់សូវផ្កាចូលអត់សូវមានផ្កាឈ្មោះផ្កាញីច្រើនជាងផ្កាឈ្មោះចាទិន្នផលវាខ្ពស់ផ្លែច្រើនមើលទៅថាឃើញផ្លែច្រើនចាការឡើងទ្រឿងយើងមិនសូវបានជួយតែវាឡើងលើចាព្រោះវាឡើងស្រួលឡើងទ្រឿងស្រួលអត់សូវបាក់ចង់ដៃដូចពួកផ្លែ2ផ្លែអីទេលោកគ្រូបាទព្រោះវាឡើងស្រួលពណ៌សម្បុរផ្លែរូបរាងផ្លែសាច់ផ្លែមិនសម្រស់ស្អាតពើវាស៊ីវាផ្លែស្មើស្អាតបាទហើយសាច់វាសាច់ផ្អែមសាច់តាន់ល្អងាញ់មែនហូបអស់មួយមិនពាក់ព័ន្ធនឹងខ្នែងអីមិនដែរខ្នែងច្រើនលោកគ្រូដៃវាច្រើនអត់ដៃវាម្ដងនោះ6 7ដៃបាទហើយចឹងនេះគឺជាពូជថ្មីដែលបងគាត់បានសាកមុនគេនៅខាងជីក្រែងហើយប្រមូលផលនេះគឺនៅសប្តាហ៍ទី1ខែ6អញ្ចឹងក្តៅផងភ្លៀងផងហើយឥឡូវទៅសក់បានថ្លៃទៀតអញ្ចឹងជាការជោគជ័យរបស់បងស្រីហើយពូជនេះដែរជាពូជថ្មីរបស់ក្រុមហ៊ុនដែរឈ្មោះភាសាផ្លែរបស់វាគឺឃើញថាច្រើនមែនហើយជាស្ដែង